សូមជម្រាបសួរលោកគ្រូហើយអាននេះនៅការិយាល័យមកដល់ផ្ទះខ្ញុំនៅផ្ទះលោកគ្រូបាទអត់ធ្វើរការត់សៀមានសួរលោកគ្រូណារស្មីណា បាទបាទ ជំសួរគ្រូ ណាលីណាទាំងអស់គ្នាណាមកដល់ផ្ទះអស់ហើយ នៅកន្លែង មកដល់ដែរ អឺ ជំសួរគ្រូ យ៉ារីតូចណាពីរងថ្ងៃនេះអត់សូវស្ទះហើយភ្លៀងអូហើយតែភ្លៀងតែស្ទះខ្លាំងសពដងណា
មានគ្រូជំរាបសួរលោកគ្រូ នៅកន្លែងធ្វើការដល់ដល់ផ្ទះដល់នៅ នៅផងលោកគ្រូនៅកន្លែងធ្វើការយកមកនេះ បាទ ចេញមកធ្វើការអញ្ចឹងមកអង្គុយរៀនទៀតអស់កន្លងនេះអស់កន្លងអត់ con Riêng của con riêng riêng sao ấy cô ខ្សោយ sao ấy đây với cô យើងបាយយើងមើល រៀនបានប៉ុន្តែយើងបានរៀនអនឡាញរៀនធូរបន្តិចណា bài thu thơ tờ nào tí lịch cũng ហ្នឹងហើយ bạn là cô bạn ដូចថារៀនអនឡាញយើងអាចញ៉ាំបដាស្ដាប់បដាណាបើយើងបានមកដល់ផ្ទះទៀតរៀនធូរមែនទេរៀនអនឡាញស្រួលតាញ៉ាំបាយបដាអង្គុយស្ដាប់បដាក៏បានដែរមែនទេ bạn cô នឹងបានធូរអនឡាញ
bạn nè này làm 7 nè làm 7 nè chạm tiền tiền mà chẳng ai bạn nơi dọc cái master cái sao ta ọt thơ ca ấy thế nào cái mò hiện vô món á chứ bạn đời mai giờ ấy tiền là bò tê ấy men thơ ca ấy tầng côi từ xe tê gì món á anh ấy chăng bạn cái hiện tới về còn ba bạc cài hai giờ chơi mì thơ cá o khả lắng quá đó côi sao cụ bạn mau chung cái né sân nang đang cần là thà dân bắt đầu tới nó theo mạnh rồi giờ miền Tây thành trận này món là cô research về leadership development hay nâng student performance á phần tái performance đó là thesis hay là research paper đây là cô survey tới khơi là tập phò mà chỉnh nuốn hai miền bò tê muối nhá việc coi đạm là cô present đó để xua tha bách ban đi sát khmai về là còn phần hiện research ấy ta xe ấy nâng cứ thà miền capi ba là ngày đại ấy thơ ấy tới ở sài bàn thơ là cô phải vô lên chân thà cái này mình bên đây sọc này ai nhé còn này ai tiền master cứ on men chọc cả ngày ấy gì nó chỉ hà rụp co chỉ ấy chẳng tử là ngày cô hiện tại cho bạn là thơ ca mình rồi còn hôn cái phải chun mau ấy chẳng tử tại cái này đi on tê tranh về thơ ca cô hiện ai vừa hiện sai ở tết on men bay bạn tràn sóc thơ ca thì bạn thà ô anh chân á giờ mình sọc cái hiện master sao ta học thơ ấy thế đó cô hiện đây liên nơi Bình Na Lai nên chân á là khó khăn này
យើងថ្ងៃនេះចូលមេរៀនទី6ណាត្រូវអញ្ចឹងហ៎ត្រូវអញ្ចឹងហ៎ទាំងអស់គ្នា បាទលោកគ្រូមេរៀនទី6លោកគ្រូបាទ អូខេមេរៀនទី6នេះយើងនិយាយអំពី dyadic relation ទំនាក់ទំនងថ្នាក់លើនិងថ្នាក់ក្រោមណាមានន័យអញ្ចឹង dyadic attribution ភាពជាម្ចាស់នៃឥរិយាបថហើយនឹង followership ហើយនឹងភាពជាអ្នកដើរតាមគេណាចឹងនៅពេលដែលយើងចប់ចម្ពោះនេះយើងនឹងទទួលបានលទ្ធផលនៃការសិក្សាដូចតទៅទី1ឲ្យយើងយល់ហេតុអ្វីបានជាទំនាក់ទំនងថ្នាក់លើថ្នាក់ក្រោមផ្សេងអភិវឌ្ឍរវាងអ្នកដឹកនាំនិងបុគ្គលថ្នាក់ក្រោមឲ្យយើងយល់អំពីកំហើញចម្បងក្នុងការស្រាវជ្រាវស្ដីអំពីទ្រឹស្ដីនៃការផ្លាស់ប្ដូរទៅវិញទៅមករវាងសមាជិកនិងអ្នកដឹកនាំហើយនឹងដែនកំណត់នៃការស្រាវជ្រាវឲ្យយើងយល់អំពីរបៀបដែលឥរិយាបថអ្នកដឹកនាំត្រូវបានជាឥទ្ធិពលដោយភាពជាម្ចាស់នៃឥរិយាបថណាឬក៏គុណលក្ខណៈណាអំពីការងារហើយនឹងជំនាញរបស់ថ្នាក់ក្រោមឲ្យយើងយល់អំពីវិធីសមរម្យដើម្បីចាត់ចែងថ្នាក់ក្រោមដែលបានបំពេញការងារមានកង្វះខាតឲ្យយើងយល់អំពីរបៀបអ្នកដឹកនាំនិងអ្នកដើរតាមប្រឹងប្រែងដើម្បីចាត់ចែងនៅចំណាប់អារម្មណ៍អំពីសមត្ថភាពនិងការលើកទឹកចិត្តរបស់គេឲ្យយើងយល់អំពីរបៀបដែលភាពជាម្ចាស់ណានៃឥរិយាបថនិងទ្រឹស្ដីដាច់ខាតដែលជាឥទ្ធិពលទៅលើ perception ណាទៅលើអដែងការយល់ដឹងអ្នកដើរតាមហើយនឹងការវិតម្លៃរបស់អ្នកដឹកនាំឲ្យយើងយល់តើអ្នកដើរតាមប្រភេទណាដែលអាចធ្វើឲ្យមានប្រសិទ្ធភាពដល់ទំនាក់ទំនងថ្នាក់លើថ្នាក់ក្រោមមានប្រសិទ្ធភាពជាមួយនឹងអ្នកដឹកនាំរបស់គេឲ្យយើងយល់អំពីការចាត់ចែងដោយខ្លួនឯងរបស់អ្នកដើរតាមយ៉ាងដូចម្ដេចដែលអាចជំនួសនៃទស្សនវិជ្ជាភាពជាអ្នកដឹកនាំមួយចំនួនណាចឹងទិសដី LMX ណាអក្សរកាត់ណា Leader Member Exchange Theory មានន័យថាទិសដីដែលផ្លាស់ប្ដូរទៅវិញទៅមករវាងថ្នាក់ក្រោមនិងថ្នាក់លើណាគេហៅកាត់ថា LMX ទិសដីនេះផ្លាស់ប្ដូររវាងសមាជិកនិងអ្នកដឹកនាំពណ៌នាពីដំណើរការសមាជិករវាងអ្នកដឹកនាំនិងបុគ្គលថ្នាក់ក្រោមម្នាក់និងការផ្លាស់ប្ដូរទំនាក់ទំនងទៅវិញទៅមកដែលអភិវឌ្ឍគ្រប់ពេលឃើញទេទិសដីនេះពាក់ព័ន្ធទៅនឹងខ្សែបណ្ដោយនេះស្គាល់ខ្សែបណ្ដោយនេះអានេះគេចាត់ទុកខ្សែបណ្ដោយឃើញទេនេះអ្នកនេះកាន់3នាយកដ្ឋាន3ផ្នែកហើយអានឹងខ្សែបណ្ដោយគេណាហើយអ្នកនេះអនុប្រធានម្នាក់នេះកាន់នាយកដ្ឋាន3ផ្នែកនេះដែរតែបើអ្នកនេះមកដល់អ្នកនេះអានឹងមានន័យថាមិនមែនខ្សែបណ្ដោយទេហ្នឹងខ្សែទៅតឹងហើយអញ្ចឹងអា LMX នេះគឺតំណាក់តំណងតាមខ្សែបណ្ដោយណាអ្នកដឹកនាំភេកច្រើនអភិវឌ្ឍតំណាក់តំណងទៅវិញទៅមកខ្ពស់ជាមួយក្រុមជាមួយថ្នាក់ក្រោមណាឥឡូវយើងនាំគ្នានិយាយគំនិតរបស់យើងណាតើ CEO ក៏ GM ឬក៏ Top Management គាត់តាក់ទងជាមួយអ្នកណាញឹកញាប់ជាងគេគាត់តាក់ទងជាមួយអ្នកណាញឹកញាប់ជាងគេថ្នាក់ក្រោម
មើលហ៎អត់លើសោះរឿងសម័យតាក់ទងមួយអាណាញញប់ជាងគេនៅសម័យមើល បាទលោកគ្រូតាក់ទងជាមួយនឹងប្រធានក្រុមបាទខ្ញុំគិតថា leader ឬក៏ប្រធានក្រុមនៅក្នុងថ្នាក់ How management ណាហ្នឹងហើយ ចាគាត់ទៅតាក់ទងជាមួយនឹងថ្នាក់ក្រោមមិនដាច់ជាធម្មតាថ្នាក់ក្រោមគឺមានក្រុមទេតូចៗមួយទៀតលោកគ្រូគេមានប្រធាន department ចា ហ្នឹងហើយគេ department បើសិនណាជាអង្គភាពធំគេអត់ដល់ department ទៀតគេដល់ធ្លាក់ដល់អគ្គនាយក tôi dây với tay mà នៅធនាគារខ្លះនៅធនាគារធំណាគេមាន division tay từ gì division ហ្នឹងគឺស្មារតីនាយកហើយណា từក្រោម មិនហ្នឹងឈ្មោះអីអ្នកចង់និយាយអីនេះហ៎ Mình tất cả ở bên đó đấy. រស្មីចង់និយាយអីចឹងណែទី1បើគាត់មានក្រុមការងារជំនួយការរបស់គាត់ណាជំនួយការរបស់គាត់តាក់ទងជំនួយការគាត់ញឹកញាប់ហើយក៏មិនមាន secretary គាត់តាក់ទង secretary ញឹកញាប់បន្តមកទៀតបានតាក់ទងទៅនឹង department ណាប្រធាន department នៅបើយើងអត់មាន division ណាបើនៅរដ្ឋគេមានអគ្គនាយកទៀតអគ្គនាយកឲ្យបានមកដល់ department តែនៅស្រុកគេអត់មានអគ្គនាយកអត់មានអីទេពីរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីមកគឺមាននាយកដ្ឋានហ្មងអញ្ចឹងប្រធាននាយកដ្ឋានហ្នឹងគឺខ្លាំងណាខ្លាំងហ្មងណាយើងនេះមានច្រើនកលៈរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកបានដល់នាយកដ្ឋានហ្នឹងហើយច្រើនណា អគ្គនាយកអគ្គនាយករងទេអ្នកគ្រូមិនដល់ ហើយអាហ្នឹងយើងនិយាយអាហ្នឹងវាក្នុងហ្នឹងវាមានបណ្ដុំទៀតណាមានអារោងមានអីចឹងទៅហ្នឹងណាចឹងនៅស្រុកគេឲ្យតម្លៃលើប្រធាននាយកដ្ឋានហ្នឹងខ្លាំងណាអ្នកដែលបានធ្វើប្រធាននាយកដ្ឋានហ្នឹងគឺថាសិតតែជើងឯកហ្មងហ្នឹងហើយគឺជាសេនាធិការឲ្យរដ្ឋមន្ត្រីហ្មងឲ្យក្រសួងហ្មងហ្នឹងចឹងប្រទេសអាណែមនុស្សតិចគេធ្វើការបានច្រើនហ្នឹងហើយប្រាក់ខែគេច្រើនណាស់ហ្នឹងលើកទឹកចិត្តណាអូខេចឹង top management ហ្នឹងគឺថាភាគច្រើនក៏តាក់ទងទៅប្រធាននាយកដ្ឋានដែលចាំបាច់ជាងគេគឺប្រធាននាយកដ្ឋានហិរញ្ញវត្ថុហេតុអីគាត់តាក់ទងជាមួយខាងហិរញ្ញវត្ថុហ្នឹងញឹកញាប់ហើយប្រធាននាយកដ្ឋានហិរញ្ញវត្ថុហ្នឹងក៏តាក់ទងគាត់ញឹកញាប់ដែរហេតុអីដោយសារតែរាល់ការសមាជិកនៃការចំណាយគឺស្ថិតលើមនុស្ស3នាក់ទី1គឺគណនេយ្យករដែលមានប្រធានហិរញ្ញវត្ថុជាអ្នកតំណាងទី2 top management ហ្នឹងហើយទី3 បេឡាមនុស្ស3នាក់ហ្នឹងឯងគឺជាអ្នកសមាជិកក្នុងការចំណាយអញ្ចឹងការចំណាយអ្វីមួយតតែ3នាក់ហ្នឹងសញ្ញេទាំងអស់គ្នាហើយបេឡាតតែ top management ហ្នឹងគាត់សាញបានគាត់ហ៊ានបើកលុយឲ្យគាត់ហ៊ានបញ្ចេញទឹកសាច់លុយហើយ top management ហ្នឹងគាត់ហ៊ានសាញដោយសារតែគណនេយ្យករអញ្
ចឹងណាគណនេយ្យករហើយនឹងប្រធាននាយកដ្ឋានហិរញ្ញវត្ថុហ្នឹងហើយពពូនហ្នឹងអ្នកបច្ចេកទេសខាងលុយគេដឹងខ្ទង់ណាត្រូវចាយខ្ទង់ណាមិនត្រូវចាយហ្នឹងហើយអាហ្នឹងចឹងណាចឹងក្នុងចំណោម3អ្នកហ្នឹងណាបើមានតំណែងតំណងស្នេហាអីគឺថាគេដកចោលបងគេអត់ឲ្យកាន់ទៀតទេចឹង3អ្នកហ្នឹងគឺថាអន់គឺគោរពច្បាប់បច្ចេកទេសរៀងខ្លួនបេឡាគោរពច្បាប់ខាងបេឡា Top Management គោរពច្បាប់ខាង Top Management ហើយខាងគណនេយ្យករគោរពច្បាប់ខាងស្តង់ដារគណនេយ្យណាអាហ្នឹងចឹងហើយនៅពេលចុងឆ្នាំបើមានboard ណាហ្នឹងហើយអមមាថា CEO ក៏ GM ហ្នឹងគេជួលពីខាងក្រៅឲ្យកាន់អញ្ចឹងម្ចាស់ owner នៅប្រធាន board អញ្ចឹងពេលចុងឆ្នាំណាគេតែងតែជួល audit independent auditor ណា audit ឯករាជ្យមក audit ហ្នឹងហើយអាហ្នឹងអញ្ចឹងណាចឹងបានអត់បានទេយល់ខ្លះទេយល់ខ្លះអត់ឲ្យតែមានតំណែងតំណងគ្នា3អាហ្នឹងគឺថាគេដកចេញមកនឹងតាមច្បាប់គណនេយ្យរបស់ក្រសួងហិរញ្ញវត្ថុក៏អញ្ចឹងដែរប៉ុន្តែឯកជនអត់ទេណាឯកជនអត់ទេមកថា family business អាហ្នឹងអត់ទេអត់ទេអាហ្នឹងណាក្នុងគណនេយ្យហើយនឹងCEO ហ្នឹងប្តីទៅអគណនេយ្យករហ្នឹងប្រធានហិរញ្ញវត្ថុហ្នឹងប្រពន្ធនៅហ្នឹងហើយប្រពន្ធអត់ចេះគណនេយ្យទេគេអាចជួលគណនេយ្យករពីខាងក្រៅឬក៏បងប្អូនគេដាក់សាច់ញាតិគេណាក្នុងហិរញ្ញវត្ថុហ្នឹងនឹងបែបហ្នឹងលទ្ធផលទាំងនេះរាប់បញ្ចូលកិច្ចការដែលសំខាន់និងកិច្ចការតាមប្រាថ្នាការផ្ទេរសិទ្ធិនិងអំណាចឲ្យទទួលខុសត្រូវចូលរួមផ្ដល់ព័ត៌មានបន្ថែមចូលរួមធ្វើការសមាជិកជាមួយអ្នកដឹកនាំការផ្ដល់រង្វាន់ដូចជាការបង្កើតការលើកទឹកចិត្តការផ្ដល់ផលប្រយោជន៍ណាគឺអាហ្នឹងគេយកទៅ research ណាប្រធានបទ research អាហ្នឹង LMH ហ្នឹងណាចឹងនេះជាកម្រងសំណួរsample នៃ questionnaire មាន4ទី1 how well does your leader understand your job problem and needs តើអ្នកដឹកនាំរបស់អ្នកណាយល់អំពីកិច្ចការរបស់អ្នកណាយល់អំពីបញ្ហាការងាររបស់អ្នកនិងតម្រូវការការងាររបស់អ្នកបានល្អប៉ុណ្ណាHow well does your leader recognize your potential តើអ្នកដឹកនាំរបស់អ្នកទទួលស្គាល់នៅសក្តានុពលរបស់អ្នកបានល្អប៉ុណ្ណា How about your job career ណាតើអ្នកមានចរិតលក្ខណៈបែបណាដើម្បីទំនាក់ទំនងការងារជាមួយថ្នាក់លើរបស់អ្នក What are the chance ឱកាសអ្វីខ្លះដែលអ្នកដឹកនាំអ្នកបានប្រើអំណាចរបស់គាត់ដើម្បីជួយដោះស្រាយបញ្ហាក្នុងការងាររបស់អ្នកឃើញទេនេះជាកម្រងសំណួរសម្រាប់ LMH ណាចឹងក្នុងការទំនាក់ទំនង LMH ហ្នឹងគឺគេផ្អែកលើមូលដ្ឋាននៃការស្រស់ស្រួលគ្នាពីរមូលដ្ឋានទី1គឺត្រូវមានការស្រស់ស្រួលគ្នាណាយ៉ាងម៉េចដើម្បីស្រស់ស្រួលគ្នាមើលជួយបញ្ចេញយោបល់បន្តិចមើលណាយ៉ាងម៉េចដើម្បីឲ្យថ្នាក់លើថ្នាក់រំស្រស់ស្រួលគ្នាហើយថ្នាក់ក្រោមហ្នឹងចេះចំណោះថ្នាក់លើយល់យ៉ាងម៉េចមើលដឹងទេធ្វើការរងាយដឹងទេដើម្បីឲ្យថ្នាក់លើថ្នាក់រំស្រស់ស្រួលគ្នា
ទីមួយថ្នាក់លើហ្នឹងណាជាមនុស្សដែលមានគុណធម៌មានអេសិចហើយសំខាន់ជាងនេះទៀតត្រូវមានជំនាញច្បាស់លាស់ជាងគេហើយនឹងមានយុត្តិធម៌មិនប្រកាន់បកពួកអាហ្នឹងហើយថ្នាក់ក្រោមឲ្យតម្លៃមកណាថ្នាក់ក្រោមឲ្យតម្លៃអាហ្នឹងហើយស្រស់ស្រួលគ្នាតែបើថ្នាក់លើហ្នឹងគេមើលឃើញគាត់ជាមនុស្សប្រកាន់បកពួកជាមនុស្សដែលគ្មានគុណធម៌អត់មានចំណេះដឹងមានអាណាឲ្យតម្លៃគេនាំគ្នាហើយទៅអាហ្នឹងអញ្ចឹងតោះនេះហើយថ្នាក់រំហ្នឹងក៏អត់ចង់ចំណោះដែរហ្នឹងហើយយើងធ្វើខ្លាំងគេដើរចេញណាអញ្ចឹងសំខាន់ណាស់ហ្នឹងដំណាក់កាលបង្កើតតួនាទីនៅពេលដែលថ្នាក់នៅពេលដែល leader ម្នាក់ទៅចូលមកថ្មីគឺគាត់ step ស្ទង់សិនគាត់តែងតែអញ្ជើញមនុស្សសំខាន់ឲ្យមករាយការណ៍ឲ្យគាត់ឲ្យមកប្រាប់ពីស្ថានភាពឲ្យគាត់ណាដំណាក់កាលទី2ពេលហ្នឹងគាត់ចម្រាញ់ថានរណាដែលគួរយកជាការបាននរណាដែលមកលេមលើមអេបអបហ្នឹងហើយគាត់ដឹងដំណាក់កាលទី3ការផ្លាស់ប្ដូរត្រូវផ្អែកលើផលប្រយោជន៍ខ្លួនឯងត្រូវបានផ្ទេរទៅកិច្ចសន្យាបេសកកម្មវត្ថុបំណងពេលហ្នឹងគេរៀបចំកំណត់ចក្ខុវិស័យនិងផែនការហើយផ្ដល់នៅលើកទឹកចិត្តចឹងណែការស្រាវជ្រាវស្ដីពីទំនាក់ទំនង LMX ការវេតម្លៃទិសដៅ LMX និងការស្រាវជ្រាវមានន័យមិនច្បាស់លាស់អំពីលក្ខណៈនៃទំនាក់ទំនងការផ្លាស់ប្ដូរឃើញទេការតាក់តែងជាច្រើនអំពីទំនាក់ទំនងការផ្លាស់ប្ដូរទៅវិញទៅមកទៅតាមពេលវេលាមិនមែនមួយថ្ងៃគេអង្គុយតាក់ទងគ្នាទេតើមានកិច្ចការជាមួយនឹងអ្នកណាបានគេចឹងអាការវោះវែងនេះគឺគេយកអាហ្នឹងឲ្យទៅធ្វើ questionnaire ណាពួកយើងអានេះគេចាត់ទុក IV អានេះ DV IV 1 2 3ណាចឹងតំណាក់តំណងដែលជាឥទ្ធិពលទៅឲ្យគ្នាទៅវិញទៅមកណាហើយនឹងកិច្ចសហការដំណើរការកំណត់ភាពជាម្ចាស់នេះ attribution នេះចឹងដើម្បីឲ្យមានដំណើរការ attribution នឹងបានល្អដោយលោកគ្រូ5អញ្ចឹង leader ត្រូវមានទី1ចំណេះដឹងល្អជាងបុគ្គលិកណាដែលយើងនាំគ្នាយល់ថា expert power ទី2ត្រូវមានគុណធម៌ត្រូវមានអភិសមាចារផ្ដល់ភាពយុត្តិធម៌មិនប្រកាន់បកពួកហ្នឹងតើប៉ុណ្ណឹងបានយល់ទេអាហ្នឹងដែលធ្វើឲ្យបុគ្គលិកមាន attribution ណាអញ្ចឹងស្អីទៅ attribution គឺជាដើមចមនាំឲ្យមានអិយាបថចុះថ្ងៃមុនយើងដឹងហើយស្អីទៅអិយាបថណាឧទាហរណ៍ការដែលយើងប្រឹងធ្វើការអាហ្នឹងឯងអិយាបថយើងមានអិយាបថល្អការដែលយើងនឹងស្ទុះស្ទែទទួលខុសត្រូវចំពោះការងាររបស់យើងអាហ្នឹងគេចាត់ទុកអិយាបថណាអញ្ចឹង attribution នេះគឺជាភាពជាម្ចាស់ដែលនាំឲ្យមានអិយាបថឧទាហរណ៍យើងប្រឹងធ្វើការដោយសារម៉េចដោយសារតែអង្គភាពលើកទឹកចិត្តហ្នឹងហើយអាការលើកទឹកចិត្តហ្នឹងគេចាត់ទុក attribution មួយហើយណាដែលធ្វើឲ្យចិត្តយើងនឹងខំប្រឹងមានទឹកចិត្តណាក្រៅពីហ្នឹងណាគ្រួសារការដែលយើងនៅម្នាក់ឯងប្រឹងដែរវាល្មមឯងត
ទៅពេលតាមពីយើងរៀបការពេលណាមកយើងខំប្រឹងខ្លាំងដោយសារមកចង់បានលុយច្រើនក្រោយមកទៀតមានកូនទៀតប្រឹងទៀតណាកាត់បន្ថយចំណាយខ្ជិះខ្ជាយដើម្បីសំលុយទុកឃើញទេអស់ហ្នឹងគេហៅ attribution វាជាអ្នកដូចផ្ដើមនៃភាពជាម្ចាស់ទៅលើអីយ៉ាងបត់របស់យើងយល់ទេទាំងអស់គ្នាតន់អត់យើងមានដែរធ្លាប់បាក់ទឹកចិត្តទេបាក់ទឹកចិត្តហ្នឹងហើយដែលយើងបាត់បង់ attribution ហ្នឹងហើយបាក់ទឹកចិត្តហ្នឹងអញ្ចឹងបានអ្នកខ្លះមិនចេះហត់ទេចេះហត់ដូចតែគ្នាទេប៉ុន្តែស្អីដែលជា attribution ណាគឺកូនណាគ្រួសារឃើញទេអាហ្នឹងបែបហ្នឹងយល់អត់តោះនេះយ៉ាងណាអត់តន់យល់សួរតោះអត់ទេណាតើទីណាតើអត់សួរតើចឹងយើងយល់ហើយមិញបើតាមបដិមាកគេហៅកេតនភ័ណ្ឌណាខ្មែរនេះអានេះគេហៅ attribution ណានេះលំពេងត្រីសូហើយនឹងពោះហើយនឹងនេះស្អីដូចជាគម្ពីរអីចឹងណាហ្នឹងហើយនៅក្នុងព្រះហត្ថរបស់ព្រះអង្គទាំងអស់ហ្នឹងគេហៅ attribution របស់ព្រះអង្គហើយកេតនភ័ណ្ឌរបស់ព្រះអង្គណានេះខ្សែកម្មអីនេះយល់ទេអាហ្នឹង attribution ប៉ុន្តែសម្រាប់មនុស្សយើងគេអត់ហៅ attribution ទេណាហ្នឹងហើយគេអត់ហៅគេអត់ហៅកេតនភ័ណ្ឌទេគេហៅភាពជាម្ចាស់ហ្នឹងហើយភាពជាម្ចាស់ដែលនាំឲ្យមានអីយ៉ាបតណាចឹងនេះជាការវិវត្តនៃ attribution ណាការវិវត្តណាចឹងដំបូងមនុស្សមិនមែនចេញមកស្វាភ្លាមទេចេញមកពីក្នុងទឹកសត្វទឹកហ្នឹងហើយសត្វទឹកដូចជាកពើដូចជាអីចឹងរបៀបអញ្ចឹងកាន់តែសត្វទឹកហ្នឹងអាចរស់លើគោផងអាចរស់ក្នុងទឹកផងណាបន្តមកទៀតបានចេញជាសត្វស្វាណាហើយមិនបានពីដំបូងមានលក្ខណៈដោយសត្វស្វាដោយសារដំបូងផែនដីនោះគឺថាសុទ្ធតែដើមឈើមានផ្លែណាមិនបាច់ទៅណាឆ្ងាយទេកាន់តែឈោងដៃបេះហ្នឹងក៏ឆ្អែតដែរណាដល់ពេលក្រោយមកទៀតមានពំនៅភ្នាត់ផែនដីពំនៅភ្នាត់ហ្នឹងមានន័យថាផែនដីនោះវាចាប់ផ្ដើមដូចកញ្ជ្រោលកញ្ជ្រាវអញ្ចឹងណាធ្វើឲ្យអាព្រៃឈើខ្លះហ្នឹងកប់ទៅក្នុងដីបាត់ហើយបង្កើតបានជាវាលហើយទ្វីបខ្លះហ្នឹងដាច់ចេញពីគ្នាណាពីដើមទ្វីបមានតែប្រមាណតាដូចជា2 3ទេដល់ពេលពំនៅភ្នាត់ពីបិសាទៅក៏ដាច់បែកខ្ញែកទៅជា4 5 6ទ្វីបទៅ
ណាហើយអាដើមឈើដែលស្វាដែលមនុស្សនេះបេះញ៉ាំរាល់ថ្ងៃនេះវាទៅជាកប់ខោមដីហើយសត្វមនុស្សនឹងមួយចំនួនក៏ស្លាប់ dinosaur ក៏ស្លាប់ដែលកើតជារ៉ែ fossil ដូចជាធ្យូងថ្មហើយនឹងប្រេងអញ្ចឹងហើយដល់ពេលពំនៅភ្នត់ទៅមនុស្សស្វានេះឯងត្រូវត្រាច់ចរណាត្រាច់ចរដើរពីវេលមួយទៅវេលមួយហើយដើម្បីរកចំណីហើយនឹងដេញចាប់សត្វហ្នឹងហើយអញ្ចឹងទៅខំប្រឹងដើរយូរទៅបានមានរៀងសំរុំដោយរាល់ថ្ងៃឃើញទេនេះយើងរាល់ថ្ងៃណាអាហ្នឹងហើយអញ្ចឹង attribution ហ្នឹងឯងស្អីគឺកត្តាអាកាសធាតុខាងក្រៅឃើញទេដែលធ្វើឲ្យមនុស្សហ្នឹងមានការប្រែប្រួលដោយខ្មែរយើងរាល់ថ្ងៃខ្មែរយើងរាល់ថ្ងៃនេះអាយ៉ាបតខុសប្លែកពីមុនឃើញទេពីមុនស្ត្រីខ្មែរមិនដែលហ៊ានចេញពីផ្ទះទេកុំអឃើញមានតែអ្នកទីក្រុងទេដែលកូនស្រីនេះទៅរៀនតែនៅជនបទនៅអីអត់ដែរឃើញទេប៉ុន្តែឥឡូវនេះមិនទេទាំងស្រីទាំងប្រុសហើយអត់មានណាស្លៀកសរងពុំអីសពតអីទៀតទេឥឡូវគេនាំនេះលៀកខោហើយក៏ឈប់មានអាណាពាក់ស្បែកជើងអីណាបែកជើងតតបែកជើងអីកែងចោតអីទៀតហើយគឺគេនាំគ្នាពាក់បេតាឃើញទេដើម្បីមិនធ្វើការឃើញអាហ្នឹងហើយមកពីអីគឺមកពីកត្តាខាងក្រៅណាទី1កត្តាបច្ចេកវិទ្យាទី2កត្តាសេដ្ឋកិច្ចណានឹងបែបហ្នឹងណាកត្តាតម្រូវការឃើញទេសពថ្ងៃតែតបាយតែឆ្អើតែងៀតអីមិនសុខចិត្តទេឃើញទេចង់បានទូរស័ព្ទចង់បានម៉ូតូថ្មីខ្លះចង់បានឡានទៀតឃើញទេអានឹងបែបហ្នឹងណាអានឹងឲ្យប្រែប្រួលឃើញទេអីយ៉ាបនពីដើមបាញ់ទេធ្វើស្រែចាំកូនមកពូជអូខេអញ្ចឹងនេះជា perception កាលដែលនៅ chapter 1យើងបានរៀនម្ដងហើយ perception ការយល់ដឹងនៃញាណហើយ perception នេះហើយដែលបង្កើតឲ្យមាន conception ហ្នឹងហើយនេះបង្កើតឲ្យមាន conception ណា conception នេះពេលយើងចូលធ្វើការយើងចេះធ្វើ plan ចេះ design ចេះ copy ចេះ stimulate ឃើញទេហើយ perception នេះមកពីណាគឺមកពីតំណពូជមកពីគ្រួសារមកពីសាលារៀនមកពីសង្គមឃើញទេនឹងចឹងអញ្ចឹងអា sensory នេះវាបង្កើតឲ្យមាន perception តាមរយៈ five sense ហើយ five sense នេះបានមកពីណាណា five sense នេះទី1ភ្នែកមើលឃើញមើលឃើញអានេះក៏តិចអញ្ចឹងដែលយើងមើលឃើញយើងស្គាល់ថាវាជាស្អីហ្នឹងអាហ្នឹងដោយសារកតិចនេះវាប្រាប់យើងក្នុងខួរក្បាលមានកតិចមើលឃើញមានកតិចធំក្លិនមានកតិចសម្រាប់ដឹងដោយអារម្មណ៍ពិសេសដៃកាយវិញ្ញាណហ្នឹងហើយមានន័យថាយើងមើលអត់ឃើញយើងកាន់តែស្ទាបយើងដឹងមកដឹងថាហ្នឹងលលោមក្តៅត្រជាក់ណាពេលយើងដឹងភ្លាមដោយសារម៉េចអាកតែងនេះវាប្រាប់យើងហ្នឹងហើយអានេះគឺស្ដាប់ឮអីក៏កតែងដែរណាធំក្លិនក៏កតែងទាំងអស់
1 2 3 4 5ឃើញទេអញ្ចឹងអានេះគេហៅfile send ណាអញ្ចឹងណាដែលខូចកតិចណាមួយធ្វើឲ្យអត់ធំក្លិនណាខូចកតិចជីវហាវិញ្ញាណមានន័យថាញ៉ាំទៅអត់មានដឹងរសជាតិណាខូចកតិចស្ដាប់មានន័យថាថ្លង់ទៅណាអាហ្នឹងអញ្ចឹងដល់ពេលដែលយើងនឹងឃើញទស្សនវិជ្ជាអ្វីមួយដែលយើងយកចិត្តទុកដាក់ណាវាចូលជ្រៅម្ដងនេះចូលជ្រៅម្ដងនេះធ្វើឲ្យយើងចាំបានយូរតែបើយើងកាន់តែឃើញហើយមិនយកចិត្តទុកដាក់វានៅត្រឹមកន្លែងនេះឆាប់ភ្លេចឃើញទេឆាប់ភ្លេចចឹងមកគេឲ្យមើលដោយយកចិត្តទុកដាក់ណាមើលដោយបេះដូងណាគេនាំគ្នានិយាយចឹងមើលដោយបេះដូង how we perceive people តើយើងយល់ដឹងពីមនុស្សយ៉ាងដូចម្ដេចអញ្ចឹងយើងយល់ដឹងពីមនុស្សមានពីរទី1ខាងក្នុងគឺបណ្ដាលឲ្យមានអិយាបថមានន័យថាការប្រឹងប្រែងរបស់យើងអិយាបថរបស់យើងអកប្បកិរិយារបស់យើងធ្លាប់ជាមនុស្សលឿនធ្លាប់ជាមនុស្សឧស្សាហ៍ឃើញទេអាហ្នឹងហើយគេចាត់ទុក internal attribution ឯកត្តាមួយទៀតគេចាត់ទុក external គឺដោយសារកត្តាខាងក្រៅណាដូចជាអាកាសធាតុដូចជាស្ថានភាពសេដ្ឋកិច្ចណាដែលធ្វើឲ្យយើងនឹងប្រែប្រួលណាពេលដែលយើងប្រើភាពជាម្ចាស់ខាងក្នុងយើងត្រូវរិះថាបុគ្គលម្នាក់កំពុងមានអិយាបថតាមវិធីមួយជាក់លាក់ឬព្រឹត្តិការណ៍មួយកើតឡើងដោយសារកត្តាពាក់ព័ន្ធទៅបុគ្គលខ្លួនឯងដោយលោកគ្រូ5អញ្ចឹងអិយាបថយើង personality របស់យើងណាហ្នឹងហើយស្មារតីរបស់យើងណាទាំងអស់ហ្នឹងគេចាត់ទុក internal external គឺបណ្ដាលមកពីកត្តាខាងក្រៅការដែលមានមិត្តភ័ក្តិច្រើនណារំខានការសិក្សានិងការងារអាហ្នឹងក៏ចាត់ទុក external ដែរហ្នឹងហើយណាចាត់ទុកមិនឧទាហរណ៍ឥឡូវយើងមើលអានេះមួយអានោះនឹងអង្គុយអានសិនណាមើលតើអ្វីជាកត្តាខាងក្នុងអ្វីជាកត្តាខាងក្រៅអង្គុយអានលឿនសល់តិចណាឲ្យប្រាប់លោកគ្រូវិញ
lươn mà khơi ai ấy mình chẳng ngặt chân vậy à so phần nắng không mơ dù mấy mà ra đi mà chắc thằng giờ ấy anh nông cái này ấy hiện slide phải tranh cùng lên slide on ngặt ở chơm an cho bay ta là cũ anh chọn hai bàn tay để dây mau thà ấy chỉ internal ấy chỉ ethanol ta khăn không và anh chọn trong cái này cũng đắng thời gian qua là ó tập ba phải ngày khởi nòm thì hiện không thế nào ô hiện không hiện online nó cứ chui giờ ngay chân giờ ngày nòm cái này chui phải tranh cùng nứt tay tay mình ai coi ta nam ai khổ ở đăng ấy cho tụi bị vô lâu ở đăng thà na vô ấy na chập ban ấy ở đăng mơ là na để dễ tình mơ ta không nâng ấy internal ấy ethanol ជំរាបសួរលោកគ្រូinternal ខ្ញុំគិតថាវាកើតឡើងពីការគិតរបស់គាត់ការខំប្រឹងរបស់គាត់ដែលពាក់ព័ន្ធនឹងចំណេះដឹងឬក៏អ្វីទស្សនៈទាននៃរបស់គាត់ហើយethanol ហ្នឹងជាអ្វីដែលស្ដែងចេញមិញអាក្នុងឧទាហរណ៍គេមិញមានបានអានទេបានលោកគ្រូនិយាយចំមើលស្អីទៅ internal ស្អីទៅ ethanol internal ហ្នឹងគឺជាសមត្ថភាពដែលគាត់កើតឡើងចេញពីការខំប្រឹងរបស់គាត់កុំនិយាយទូទៅយើងនិយាយអាសាច់រឿងហ្នឹងណាក្នុងនេះវាសាច់រឿងគេហ្មងណាក្នុងសាច់រឿងហ្នឹងគឺ internal ហ្នឹងតាក់ទងនឹងមនុស្សម្នាក់ហ្នឹងគាត់ខំមានហើយethanol ហ្នឹងគឺមនុស្សម្នាក់ហ្នឹងគាត់គិតតាparty អីចឹងហ្នឹងហើយគឺ internal គឺមនុស្សហ្នឹងខំប្រឹងរៀនសូត្រខ្លួនឯងណាអា ethanol ហ្នឹងប្រឡងធ្លាក់ដោយសារ party ច្រើនពេកប៉ុន្តែសំណួរសួរថាតើអា ethanol party ហ្នឹងអាចកែបានអត់ណាខ្លួនយើងអាចកែបានទេអាចអត់ទៅបានទេបានគ្រូហ្នឹងគាត់ថាវាគ្រាន់តែជារឿងខាងក្រៅបើយើងចង់កែយើងអាចកែបានហ្នឹងហើយយើងកែបានតា ethanol មែនក៏ប៉ុន្តែយើងកែបានណាអ្នកខ្លះគេកែអត់បានទេដោយសារមិនមិត្តភ័ក្តិខ្លាចគេខឹងខ្លាចអត់មានអ្នករាប់អានហ្នឹងគេអត់កែអាហ្នឹងយើងអញ្ចឹងនាំគ្នាផលតិចណារៀនអនឡាញតើlàផលផុសកាលណាយើងសងំស្ងៀមអត់បានផលទេហើយមួយទៀតយើងអត់សូវចាំកាលណាយើងអត់បាននិយាយអត់បានឆ្លងឆ្លើយមួយគ្រូអត់សូវចាំទេពេលប្រឡងបានអីទៅសេចឹងទី1គេថាភាពលំអៀងនៃភាពជាម្ចាស់ដែលជាមូលដ្ឋាននោះនិយាយការក្រោមការប៉ាន់ស្មានអតិពលពីកត្តាខាងក្រៅនិងប៉ាន់ស្មានហួសនៅអតិពលពីកត្តាខាងក្នុងគេចង់និយាយថាម៉េចគេចង់និយាយថាជួនកាលយើងស្មានខុសស្មានថាអ្នកនឹងដាក់ការងារឲ្យគាត់ទៅគាត់ដឹងថាធ្វើបានណាតាមពិតពេលដាក់ទៅអត់សោះអត់ស្ទុះកត្តាខាងក្នុងគាត់អត់មានឃើញទេហ្នឹងហើយជួនកាលយើងថាអូបញ្ហាដែលមកពីខាងក្រៅហ្នឹងវាធ្ងន់ណាប៉ុន្តែជួនកាលយើងជំនះទៅសោះតែអត់អីហ្នឹងហើយហ្នឹងអញ្ចឹងណាដោយមិនអញ្ចឹងឧទាហរណ៍ថាបើមិត្តភ័ក្តិយើងវាអាសាហៅទៅផាធីពេកយើងថាងបើអត់ទៅវាខឹងហើយវាឈប់រាប់អានអាហ្នឹងហើយយើងស្មានណាប៉ុន្តែសប្តាហ៍យើងអត់ទៅយើងខំប្រឹងរៀនឲ្យប្រឡងជាប់សិនហ្នឹងហើយ
វាអត់ខឹងដែរឃើញទេអាហ្នឹងហើយវាអត់ខឹងដែរអត់ទៅថ្ងៃមុនវាអត់ខឹងដែរឃើញទេហើយប្រាប់មូលហេតុវាទៅអាពុកម៉ៅអញរវល់ធៀមប្រឡងអើយចាំអញប្រឡងហើយណាឃើញទេវាអត់ខឹងដែរអាហ្នឹងហើយអញ្ចឹងបានថាការប៉ាន់ស្មានយើងពេលខ្លះលំអៀងណាមួយទៀតលំអៀងខាង attribution យើងធ្វើខុសខ្លួនឯងយើងចេះតែលើកដាក់កត្តាខាងក្រៅណាតាមពិតខ្លួនឯងនេះអាហ្នឹងឯងមនុស្សបែបហ្នឹងមិនងាយកែទេណាអត់ងាយកែទេឧទាហរណ៍ spell អសរខុសពេលគេប្រាប់ទៅមិនដឹងអាម៉េចទេកុំព្យូទ័រខ្ញុំវាចេះតែលោតអសរឃើញទេអត់ដែលហ៊ានទទួលស្គាល់ខ្លួនឯងថាសមត្ថភាពយើងនឹងវាអន់ខំប្រឹងទៅកុំឲ្យវាខុសថ្ងៃក្រោយអត់ហ៊ានបន្ទោសដាក់តែកុំព្យូទ័រតាមពិតគេដឹងណាអសរលោតមិនលោតគេដឹងតាឧទាហរណ៍ជើងយោវាលោតទៅអសរយោអាហ្នឹងមកវាលោតតែបើអានេះអសរខុសគ្នានៅឆ្ងាយព្យញ្ជនៈនៅឆ្ងាយពីគ្នាប៉ុន្តែគេដឹងហើយគេដឹងថាយើងនឹងវា bias ណាលំអៀងហើយអត់ហ៊ានទទួលទេប៉ុន្តែថ្ងៃក្រោយយើងខំប្រឹងទៅអានឹងបានតែម្ដងទេតែញឹកញាប់ពេកហ្នឹងគេមើងងាយណាអញ្ចឹងត្រូវចេះទទួលស្គាល់ខ្លួនឯងដើម្បីកែអាហ្នឹងហើយណាបុគ្គលិកក្នុងការងារគឺបែបហ្នឹងมันអាចឲ្យចេះតែ bias បន្ទោសដាក់អានេះបន្ទោសដាក់អានោះ manager ខ្លះអញ្ចឹងពេលដែលខ្លួនឯងខុសហ្នឹងបន្ទោសដាក់បុគ្គលិកអាងតែគ្នានឹងថ្នាក់ក្រោមមិនសូវហ៊ានតវ៉ាណាយើងធ្វើអញ្ចឹងមិនត្រូវយូរគេដឹងហើយយើងអគុណធម៌អត់ខំប្រឹងខ្លួនឯងទេតាមពិតណាថ្នាក់លើនយោជកអត់សូម្បីតែបុគ្គលិកខាងក្រោមធ្វើខុសក៏គេលើកដាក់ខ្លួនគេដែរគេថាមកពីគេអត់កើតបានបុគ្គលិកហ្នឹងក៏អត់សូវយល់ណាស្អីនៅលើគេដាក់មកខ្លួនគេទាំងអស់គេអត់ហ៊ានបន្ទោសនរណាទេអាហ្នឹងចឹងណាចឹងថាយើងប្រយ័ត្នចឹងអា attribution ហ្នឹងគេឲ្យយើងហ្នឹងយល់អញ្ចឹងចឹងដំណាក់កាល2នៃគម្រោង attribution ណាទី1អ្នករកគ្រងព្យាយាមកំណត់មូលហេតុនៃការបំពេញការងារមិនល្អឃើញទេពេលដែលបុគ្គលិកនឹងអាសាធ្វើខុសញឹកញាប់គេកំណត់មូលហេតុហើយហេតុអីបានម្នាក់នឹងចេះតែធ្វើបែបហ្នឹងជួនកាលគេហៅមកសួរដើម្បីរកហេតុផលទី2អ្នករកគ្រងព្យាយាមជ្រើសរើសចម្លើយសមរម្យដើម្បីកែលម្អបញ្ហាណាអញ្ចឹងកត្តាខាងក្នុងគឺ trait ability feeling attitude or behavior អានឹងការប្រឹងប្រែងរបស់មនុស្សហ្នឹងគេដែរទី2 external គឺអ្វីមកពីខាងក្រៅណានេះជា example មួយចំនួនដែលបណ្ដាលមកពី external ទី1អ្នកថ្នាក់ក្រោមមិនមានប្រវត្តិបំពេញការងារមិនល្អពីមុនចំពោះការងារដដែលមានន័យថាគាត់មិនដែលធ្វើខុសទេការងារគាត់ណាប៉ុន្តែថ្ងៃហ្នឹងគាត់ធ្វើខុសគេសន្និដ្ឋានថាប្រហែលជាគាត់មានរឿងអីហើយហ្នឹងហើយឃើញទេអាហ្នឹងហើយកត្តាខាងក្រៅទី2អ្នកថ្នាក់ក្រោមបំពេញការងារដទៃទៀតមានប្រសិទ្ធភាពជាងណាថ្ងៃមុនយើងបានឃើញហើយឧទាហរណ៍ការងារ commitment ហើយមួយទៀតការងារ compliance មែនទេអាការងារ commitment នេះការងារ snow យើងអា compliance នេះការងារគេសំណូមពរអានេះគាត់ធ្វើមិនដែលបានល្អទេប៉ុន្តែអានេះវិញនិយាយមហាល្អអញ្ចឹងមានន័យថាគេដាក់ជំនាញឲ្យគាត់ខុសហើយអញ្ចឹងអាហ្នឹងគេចាត់ទុកកត្តាខាងក្រៅដែរ
ទី3អ្នកថ្នាក់ក្រោមកំពុងធ្វើការងារបានល្អដោយអ្នកដទៃស្ថិតក្នុងស្ថានភាពដដែលបើឲ្យគាត់នៅក្នុងធីមដដែលឲ្យគាត់នៅធ្វើការវេននឹងដដែលគាត់ធ្វើបានល្អជាងដូរធីមឲ្យគាត់ហ្នឹងហើយទី4លទ្ធផលនៃបរាជ័យឬកំហុសមិនធ្ងន់ធ្ងរបង្កឲ្យមានផលប៉ះពាល់មានន័យថាកំហុសហ្នឹងវាអត់ធ្ងន់កំហុសអត់សំខាន់អញ្ចឹងអាហ្នឹងគេចាត់ទុកកត្តាខាងក្រៅទី5អ្នករករងផ្អែកលើចំណាត់ការថ្នាក់ក្រោមមានន័យថាអ្នករករងហ្នឹងគាត់អត់សូវខំធ្វើអីទេគាត់ចាំយកទៅស្នាដៃថ្នាក់ក្រោមហ្នឹងធ្វើរបស់គាត់អញ្ចឹងធ្វើឲ្យថ្នាក់ក្រោមណាគេអស់ទឹកចិត្តធ្វើការអាហ្នឹងក៏គេចាត់ទុកកត្តាខាងក្រៅដែរទី6ថ្នាក់ក្រោមយល់ដឹងនិងស្ដារឡើងវិញខាងគុណភាពមានន័យថាថ្នាក់ក្រោមគាត់ភ្ញាក់រលឹកណាអញ្ចឹងគេអត់ស្ដីបន្ទោសគាត់ទេគេចាត់ទុកកត្តាខាងក្រៅទី7អ្នកក្រោមចេះធ្វើការសុំទោសហ្នឹងហើយគាត់ស្គាល់កំហុសគាត់ក៏គេចាត់ទុកកត្តាខាងក្រៅដែរទី8ផតាំងចង្អុលបង្ហាញមូលហេតុខាងក្រៅឧទាហរណ៍ដូចជាម៉ូតូខូចកង់បែកឬក៏គ្រួសារគាត់មានបញ្ហាទី9អ្នករករងជាន់ខ្ពស់នឹងធ្លាប់មានបទពិសោធន៍ដោយប្រភេទការងារថ្នាក់ក្រោមណាគាត់ដឹងថ្នាក់លើគាត់ដឹងថាអូអាការងារហ្នឹងតតតែផ្គត់ផ្គង់សម្ភារៈឧបករណ៍អីណាគ្រប់សពណាបានធ្វើទៅបានល្អណាគាត់យល់អញ្ចឹងទៅគាត់ចាត់ទុកកត្តាខាងក្រៅហ្នឹងអញ្ចឹងកត្តាខាងក្រៅយើងអាចអង្គភាពមួយត្រូវញែកណាអញ្ចឹងកំហុសរបស់បុគ្គលិកមួយមុននឹងគេប្រាប់ថាវាជាកំហុសណាតែណាបាទគេត្រូវរៀបចំវាសិនណារៀបចំគេហៅ reality មានន័យថាប្រកបភាពរបស់អង្គភាពទី1ពេលវេលាទៅផ្ដល់ពេលវេលាឲ្យគេរំក្រន់ណាទី2ឧបករណ៍សម្ភារៈត្រូវតែថ្មីមុតទី3សំណងទូទាត់ឲ្យបានត្រឹមត្រូវណាឲ្យបានសមរម្យឲ្យបានគ្រប់គ្រាន់ណាបូកនឹង motivation អីចឹងទៅមួយទៀតតកតនឹង culture ឃើញទេគេចង់ធ្វើការនៅវេនណាហ្នឹងហើយមួយទៀតតកតងទៅនឹង technology បច្ចេកវិទ្យាយើងនឹងត្រូវតែលឿនណាឲ្យតន់សម័យឃើញទេមួយទៀតតកតងទៅនឹងjob description នឹងឲ្យច្បាស់ណា authority ឲ្យច្បាស់ឃើញទេចឹងទាំងអស់ហ្នឹងឯងដែលអង្គភាពត្រូវរៀបចំមុននឹងទម្លាក់កំហុសទៅលើបុគ្គលិកណាក្រៅពីហ្នឹងបាន behavior individual behavior ហ្នឹងហើយយល់ទេប៉ុណ្ណឹងដូច្នេះ attribution និង LMX ប្រភេទនៃតំណែងតំណងបដូរទៅវិញទៅមកជាឥទ្ធិពលលើភាពជាម្ចាស់របស់អ្នករករងណាមានន័យថានៅពេលដែលមានការរិះគន់តិចតួចណានៅពេលដែលមានការរិះគន់តិចតួចគឺគេថាតំណែងតំណងរវាងថ្នាក់លើថ្នាក់ក្រោមហ្នឹងតិចតួចហ្នឹងហើយនៅពេលដែលមានការរិះគន់ខ្លាំងមានន័យថាតំណែងតំណងថ្នាក់លើថ្នាក់ក្រោមហ្នឹងស៊ីជម្រៅហ្នឹងហើយការបំពេញការងារប្រសិទ្ធភាពតំណងត្រូវកំណត់កត្តាខាងក្នុងដែលមានតំណែងតំណងបដូរទៅវិញទៅមកខ្ពស់អញ្ចឹងកាលណាគេឃើញបុគ្គលិកនិងថ្នាក់លើស្រស់ស្រួលគ្នាខ្លាំងការងារហ្នឹងមានប្រសិទ្ធភាពហ្នឹងហើយគេកាលណាឃើញការងារគេដឹងថាថ្នាក់ក្រោមហើយថ្នាក់លើហ្នឹងប្រកាសជាមានតំណែងតំណងគ្នាហើយណា
តែបើសិនណាជាមានតំណែងតំណងគ្នាល្អហើយតែការងារនៅតែអត់ប្រសិទ្ធភាពទៀតអាហ្នឹងគេអាចគិតពីកត្តាខាងក្រៅបានណាការបំពេញការងារមានប្រសិទ្ធភាពតំណងត្រូវកំណត់កត្តាខាងក្នុងណាអូខេចឹងការកែលម្អកង្វះខាតនៃការបំពេញការងារការប្រមូលព័ត៌មានពីបញ្ហាក្នុងការបំពេញការងារឲ្យបានច្បាស់លាស់ព្យាយាមជៀសវាងលំអៀងខាងភាពជាម្ចាស់ផ្ដល់យោបល់ត្រឡប់មកវិញឲ្យបានត្រឹមត្រូវពណ៌នាកង្វះខាតដោយសង្ខេបជាពេលបច្ចេកទេសជាក់លាក់បញ្យល់អតិពលមិនពេញចិត្តនៃអរិយាប័ត្រមិនប្រសិទ្ធភាពឃើញទេចឹងទាំងអស់ហ្នឹងណាសុទ្ធតែជួយបំពេញការខ្វះខាតរបស់អ្នកដើរតាមកំណត់អត្តសញ្ញាណហេតុផលសម្រាប់ការបំពេញការងារមិនគ្រប់គ្រាន់ហ្នឹងហើយមូលហេតុអីកង្វះបច្ចេកទេសឬក៏អរិយាប័ត្ររបស់បុគ្គលិកឬក៏អត់មានសំណងទូទាត់លើកទឹកចិត្តឲ្យបានល្អហ្នឹងហើយហ្នឹងអញ្ចឹងសំណងពរបុគ្គលលុបបំបានភាពអាក្រក់ចេញសម្ដែងភាពទុកចិត្តលើបុគ្គលសម្ដែងបំណងប្រាថ្នាស្និទ្ធស្នាលដើម្បីជួយបុគ្គលឃើញទេឈានទៅដល់កិច្ចព្រមព្រៀងជំហានឬផែនការសកម្មភាពជាក់លាក់ចឹងទាំងអស់នេះសុទ្ធតែជាដំណើរការក្នុងការបំពេញចំណុចខ្វះខាតបើយើងនឹកឃើញការដែលយើងរៀន MOB ណាគឺផែនការទៅតាម step មួយហើយចុងក្រោយគឺ expectation របស់បុគ្គលិកភាពជាម្ចាស់របស់អ្នកដើរតាមហើយនឹងទ្រឹស្ដីដាច់ខាតយើងដឹងហើយភាពជាអ្នកដើរតាមគេជាពិសេសnon managerial employee ណាបុគ្គលិកដែលអត់មានឋានៈសុចនៈកពេលវេលានៃការបំពេញការងារសកម្មភាពផ្ទាល់ទប់ទល់និងសកម្មភាពមិនផ្ទាល់មានន័យថាការងារផ្ទាល់ផងការងារមួយទៀតគឺមិនបានឃើញលទ្ធផលដូចជា compliance ណាការងារហ្នឹងគេពឹងគាត់ឲ្យជួយហ្នឹងណាមានណាគេវាយតម្លៃឲ្យគាត់ហ្នឹងចាឆ្លើយតបដល់ពេលមានវិបត្តិអញ្ចឹងដល់ពេលដែលមានបញ្ហាតើបុគ្គលិកម្នាក់ហ្នឹងគាត់យ៉ាងម៉េចគាត់ហ៊ានទទួលខុសត្រូវទេឬគាត់យករឿងទៅខ្លួនលក្ខខណ្ឌខាងក្រៅការកំហិតលើការងារនិងការសម្រេចចិត្តអ្នកដឹកនាំសមត្ថភាពនិងចេតនារបស់អ្នកដឹកនាំគុណវុឌ្ឍិបុគ្គលអ្នកដឹកនាំស្នៀតគ្រប់គ្រងចំណាប់អារម្មណ៍ហ្នឹងហើយទី1ការលើកតួយ៉ាងណាការលើកតួយ៉ាងមានន័យថាការលើកឧទាហរណ៍ទី2ការនិយាយសរសើរណាការនិយាយសរសើរមានន័យថាសរសើរបុគ្គលិកហ្នឹងដើម្បីលើកទឹកចិត្តគាត់ណាទី3ការផ្សព្វផ្សាយខ្លួនឯងទី4ការបំផិតបំភ័យអាហ្នឹងក៏ជាការគ្រប់គ្រងចំណាប់អារម្មណ៍ដែរប៉ុន្តែ negative ណាអញ្ចឹង impression management by follower មានន័យថាការគ្រប់គ្រងចំណាប់អារម្មណ៍ដោយអ្នកដើរតាមការគ្រប់គ្រងចំណាប់អារម្មណ៍ដោយអ្នកដឹកនាំអត្តសញ្ញាណអ្នកដើរតាមនិងអរិយាប័ត្រតម្រូវការដើម្បីអនុវត្តការសម្រេចចិត្តដោយអ្នកដឹកនាំនិងទប់ទល់ការសម្រេចចិត្តបែបគ្មានសិលធម៌ឃើញទេអ្នកដើរតាមយើងដឹងហើយណារាល់ថ្ងៃបុគ្គលិកទាំងឡាយដែលទៅធ្វើការឲ្យគេក្រៅពីគ្រប់ម៉ោងពេលវេលាហើយនឹងប្រាក់ខែតិចគឺត្រូវតែឆ្លងកាត់ចំពោះបរិយាកាសណាអរិយាប័ត្របុគ្គលណា employer ខ្លះគាត់អត់សប្បាយចិត្តថ្ងៃហ្នឹងក៏ធ្វើឲ្យមានអរិយាប័ត្រមិនសូវល្អមកលើបុគ្គលិក
ai nhà bọn khla miền sân là thố là ngài đây cho nên khi tập thơ ca nắng cứ thật không phải là ca bài lần đó đây cho nên xong PNL đó là manager rồi có leader team leader ấy từng thời vô culture bộc cuốn đó đã đời lại nếu bây để dân ta cho không ông gặp phép cứ dân phép culture ông gặp phép nè nâng bàn dân nó thay thô ca na dân vô rong luôn ai nhá từ chia ao bọc cái lực nâng dân ở thay thô ấy nâng dân nằm cái này cái rộp from sân lửa thô đó nè miền chăn tệ là bom và thôi phê mình rê bọn này đặc nòng chùm này phê phần prai chui này đặc nòng ngoài lụt lò khơi nhé bọc cái lực nâng ở trên nè chui sầm mặt chụp chì cách sân là gia thằng ngon sầm mặt ông gặp phê nâng phê sự cả cam nè chắc dân miền dân tờ sa pi dân tờ sa ti mối cứ dân tờ sa ai giả bón dân tờ sa ti pi dân tờ sa đi cả kịch dân tờ sa này ai giả bón cứ ca lênទឹកចិត្តខ្លួនឯងណាឥឡូវមើលទាំងអស់គ្នាណាខ្លះធ្លាប់លើកទឹកចិត្តខ្លួនឯងហើយលើកពេលណាមើលលើកពេលណា បាទគឺបើសម្រាប់ខ្ញុំខ្ញុំមិនដឹងថាលើពីចិត្តអត់ប៉ុន្តែយើងតែងតែគិតថាយើងធ្វើអីមួយគឺត្រូវតែធ្វើឲ្យដោយសុចរិតភាពណាធ្វើដោយថាខំចេញពីខ្លួនឯងទៅមុននឹងទទួលបានចង់បានការរំពឹងទុកនៅការចង់បានអ្វីមួយពីនរណាម្នាក់អញ្ចឹងយើងត្រូវខំប្រឹងចេញពីខ្លួនឯងហ្នឹងការគិតហ្នឹងគឺវាមករហូតអញ្ចឹងហ្មងលោកគ្រូ là câu số tha ta pe na đại dân lên thực chất không ai nhé pe na cái anh cho thằng lên thực chất không ai đánh lên gặp mày và anh đang bớt sân chia cái chuyện tu tác là thầm đá là mẹ chua ở xã này chua pan nhà hai tay để lên thực chất luôn ai bàn tay họ tha bớt sân mẹ nhóm tay để kết tục môn hai tay là mình chăm đó là khó chất chua pan nhà hai ban dân lên thực chất đấy của trình chăm chất dân đây là cái tha vậy vậy cái dân thử không được luôn ai nhấn là bây giờ chắc là nó cứ được vì màu là hột chân rồi cả lời cái chất con ai cứ nộp về lại giờ nó thở khó vậy muối ai dân tăng chất ai dân sùng khẩn giờ mình bạc thực chất á nó sùng khăn chân ai dân có ca vì bọn luôn giờ dân đăng vì mà tập theo luôn giờ nó sùng khăn chân á tí pi ca đặc vì này luôn ai nó là thọp đặtពីនៃខ្លួនឯងធ្លាប់អត់ធ្លាប់មើលដាក់យ៉ាងម៉េចធ្លាប់ដាក់ពីនៃខ្លួនឯងវាតាក់ទងជាមួយអានេះខ្ញុំនិយាយពីសុខភាពលោកគ្រូតែមករយៈពេលមុនអត់ហាត់ប្រាណទេអត់ហាត់ប្រាណអញ្ចឹងទៅឈឺដល់ពេលអញ្ចឹងត្រូវតែដាក់វិន័យខ្លួនឯងថាត្រូវតែគ្រប់ទុកហឹកហាត់ប្រាណហាត់អីអញ្ចឹងដើម្បីសុខភាពល្អអញ្ចឹងណាចង់បានអីមួយត្រូវដាក់វិន័យខ្លួនឯងដើម្បីឲ្យបានលទ្ធផលនឹងមកវិញនៅក្នុងការងារធ្លាប់ដាក់វិន័យខ្លួនឯងអត់មើលដល់ណាធ្លាប់ការងារក៏ធ្លាប់ដាក់នេះគ្រូឧទាហរណ៍មួយមើលឧទាហរណ៍បើខ្ញុំជាធម្មតានៅកន្លែងការងារខ្ញុំគេឲ្យធ្វើ plan រយៈពេល1ឆ្នាំហើយយើងអង្គន់ជា3អញ្ចឹងណាគ្រូហើយនៅពេលដែលធ្វើទៅអត់បានល្អចិត្តដល់គេប្រមូលរបាយការណ៍ត្រូវដាក់វិន័យត្រូវតែប្រឹងប្រែងយើងចេញទៅអតិថិជនអញ្ចឹងបើយើងរត់បានយើងខ្ជិលអាហ្នឹងបញ្ហាការងារនឹងកើតមានដែរចឹងត្រូវតែដាក់វិន័យខ្លួនឯងថាត្រូវតែចេញទៅរាល់ថ្ងៃដើម្បីជួបអតិថិជនឲ្យបានច្រើនធ្វើមិនដើម្បីឲ្យសម្រេចគោលដៅហ្នឹងគ្រូអញ្ចឹងត្រូវតែដាក់វិន័យខ្លួនឯងជាមួយចាលោកគ្រូតាមយ៉ាទៅយ៉ាងបានទៅនេគេ
nhóm men tình kia là cô nhóm khang tiền tai dân thon đá nước lại tiền và dân ọt niên ca mổ sân ca ai dân tranh từ sọc sái cọt niên sân mà điên đây ពីរៀនអីបានយើងគ្រូផងទៅផ្សព្វផ្សាយផងនោះពីរៀនអី tiền ông lê tiền công tơ tiền tam hai từ tu chẳng là ចាំបើឯកជនខ្លួនឯង miên mê tì lơ tiết ta lực thủ gần tay còn ha miên hai tôi tiết chẳng là tiền chẳng nhóm rụt rộn này nó chẳng dân thử ta tranh tơ mùi nè no mùi củ sen tiết dân tranh tơ từng ọt miền ហ្នឹងហើយមាននរណាទៀតទេឧទាហរណ៍មួយណាពេលដែលយើងធ្វើអីអត់ចេះនៅកន្លែងធ្វើការណាជាកម្មវិធី software ជាកម្មវិធីអី digital អីចឹងទៅគឺថ្ងៃស្អែកអាទិត្យហ្នឹងទោះបីអ្នកណាប្រមូលមិត្តភ័ក្តិណាប្រមូលទៅដើរលេងទៅដុតពោតដុតអីក៏ដោយអត់ទៅ រៀនតចេះបើអត់ចេះទេអត់ទៅណាទេណាអាហ្នឹងហើយការដាក់ពិន័យខ្លួនឯងណាការតាំងចិត្តបែបហ្នឹងក៏មកដែងពេលដែលយើងធ្វើអីខុសមកផ្លេតហ្នឹងគឺថាយើងសោកស្ដាយដល់ពេលមកដល់ផ្ទះវិញគេទូរស័ព្ទហៅទៅដើរលេងទៅបាត់អត់ចេះខំប្រឹងប្រែងអាហ្នឹងហើយមិនងាយទេមិនងាយអភិវឌ្ឍណា Hey, chẳng ca thôi bên đất luôn anh đó người ta vay tầm lại luôn ai ron ấy tại dân khlang ấy và cài ấy khoa ấy sắt sell goal setting cả đã tranh cô đại luôn ấy nữa là ngày vậy nhé cả đã tranh cô đại luôn ấy cứ anh đang sủng khăn á đại thơ ở dân nó trăng trăng thơ ca đại ở khai nơi hon đại sao mấy của cô đại to luôn dân phong salary head shawl cao vật hạt luôn ai đó chẳng cái lại na dân ở xây cho ba dân coaching luôn ai nơi te tam software cả cái price đây sẽ tháp nào đó bây giờ cái này gì một căn dân tập tua vô hai dân bị cha na làm bài cài cùng họ bao giờ chẳng dân tập xa này ca trari ca chơi chơi chỉ với chữ miền đó miền đây thà rồi về môi kia thà là na mơ nghe dân ban bàn tay dân ham đánh mình hỏi mơ nghe luôn ai gì cả na dân mơ nghe luôn ai cứ cho vậy đó ca vật hạt khăn khu các bạn vật hạtยังไม่khu các bạn dân thời tại vật hạt ta phải dạy ca tuần tinh pe pi ba đó đây chỉ vòn này ca bao giờ á anh ấy gì ca cồn ngá hai vị vòn thầm lan là họ đã dụ 50 năm bây giờ mà nô bên này dụ 50 năm cứ chạy play chữ pì mỗi sầm áp skill people cứ khu các bạn con cao bộ bật vì sao pin luôn đấy được à và tay là bây đại sầm áp po unskill với khu các bạn chập đám thề cho hỏi đó vel maro con nga về nhà này thời gian này vel maro con nga cho bao nhiêu khi mình nước cha kla cho ra con đôi con nga rồi nhé clean có dùng nó chạm khăn là ngài cục sọ bài vàng nâng trắng á nơi cái rô khơi là nơi bát tê khmai dưỡng nè đài pling khu các ba là on thoi nâng miền phệ tây á nó phệ tây chiêng
bạch trăm bạch tê thì là ngày tay chẳng hai giới bạch tê sẽ được cái tiệp còn tay mấy cỏ chôn chết mai giới bài chỉ mình sang miền Bắc nhà Hà khang nắng mới là na aero khơi chúng nói vậy thôi đại ai chui chôn chết mai giới cùng oi con nâng về vón á mới là đánh mà cố xong cái chuyện tích tẹn trong cho mỗi ăn skill hay những skill nóคือจังvậy thì quạt miền càng nghe thôi rồi có càng nghe thôi ok chùm này anh nó cái gì mà nước miền chùm này nhé là ngày chùm này nhé là ngày nè nè đại miền chùm này anh ai nè để on chùm này nè để on chùm này nó chậm lệ cho này khu của bà lịch phèn chung cao về vón á bạch cá tròn chám ai nè đại miền chùm này chập về dụ hà sập tới căn là khăng rèn cài tôn sao mấy bạn này khu của bà còn mừng để ra còn cất rong ngay vật hạt rong ngay đo xe rong ngay nữa chẳng rồi khơi nhé một là hai đấy chuyên chơi khai giờ miền là tra tiếp chiên bát tê chuyên lượn rồi khơi nhọn on đấy nữa ní bạn nhóm cất đấy nè cụ mai giống cái chán tê nơi bị mấy quạt tiền tê quạt không lá quạt phơi cà tê chả tới quạt nơi tiền mới chào mới ấy chứ nên ha quạt che tầm miền ấy phơi là hô đó quạt che tầm miền ấy phơi là hôn cho tới quạt mình phơi thì phịch vàng hay chả thành ra bạn nơi bỏ tiền đến chân cá cái nơi mấy hiện chân tới chả tới cái thơ cá đập về hiện chả tới cái lên thơ ấy đừng ông cái đa tờ lê na ấy chân tới cái miền ấy son miền ấy thử cất tiềnបើខ្ញុំគិតថាអាចច្រើនមកពីមហោបអាហារខ្មែរយើង màu hà mấy mới ដូចជាប្រភេទមហោបយើងដូចចិត្តប្រើគ្រឿងអានេះតាមខ្ញុំធ្លាប់យើងចាស់គាត់ថាដែរដូចយើងថាដូចយើងដូចអាសឡកកោសឡយដែលយើងមានបន្លែគ្រប់មុខមានប្រើគ្រឿងចម្រុះអញ្ចឹងវាជំនួយដល់ភ្នែកគូក្បាលជាពិសេសដូចប្រព័ន្ធគូក្បាលហ្នឹងគឺវាជុំអាហ្នឹងក៏លឺចាស់គាត់ប្រាប់យើងមុនមក nâng này ok miền Nam tiên cho đăng ai khla miền nhưng mà thằng nâng này câu ai cà phê ta rồi sao mai giờ nâng mà chừng nói gì mà chừng nói chứ dương admin là fast food và nó không sang khơi này mình phải còn thế nữa nâng này nâng cha lực môn đôi chân na lực khu ấy trôi chân na mà họ bà hàng không ai cả cô bà hà bọc chi nhảy ấy nữa là ngày hơi nhằm mà trôi chân ta bà học bà o ấy nữa nên sao ta vì đi thà vì protein đại ẩn miền khánh và đấy vì miền phò bị bà mùi đại nhằm tràn bê lời chìm bà này về trái nhé ta bây giờ vô slo vô ấy ở đây này nhà hà môi đã sủng khăn khăn trên nâng tiền cứ tùm niêm tùm lọp mai giờ á ôi tại cha láng tờ bọn là ngài cha láng tờ rô bọn hệ tịnh nha để cha hai nơi cho ra ok mai giờ miền trở lại môi mai yên ông mà thật cha hơi tờ bọn nâng cơ tha lõ lại thân ô con trai cái sờ bài chất tại bà thà cha hai tờ ra ok tờ ấy nâng về mà con trai của mà kê chẳng á mấy ban tờ von nâng bên sản sủng khăn đó khu của bà bữa là lại bà
មិនបានទៅ ទិញធัวសូធัวថ្ងៃលោកគ្រូ ហ្នឹងហើយគឺគាត់ទន្ទិញពាក្យប្របាកតែយើងហៅថាភាសាបាលីមគ្គធៈគាត់អត់យល់ន័យទេប៉ុន្តែគាត់ខំទិញតាមលោកទិញយូរទៅធ្វើខួរក្បាលក៏រឹងមាំហ្នឹងហើយបូកផ្សំនឹងការយល់ដឹងពីទស្សនវិជ្ជាពុទ្ធខ្លះតាមពិតតែធ្វើឲ្យគាត់រឹងមាំហ្នឹងគាត់ជាតថាអូតាំងពីគាត់ទៅវត្តឡើងគាត់ដឹងគាត់យល់ធ្វើឲ្យក្នុងចិត្តគាត់ហ្នឹងដូចក្មេងជាងមុនណាតាមពិតអត់ទេគាត់ខំទិញអាពាក្យប្របាហ្នឹងហើយតែធ្វើឲ្យគូក្បាលគាត់ហ្នឹងវាប្រឹងចងចាំល្អណា culture នឹងមួយល្អគូរកឃើញហ្នឹងហើយដូច្នេះយើងត្រូវលើកទឹកចិត្តរមជ្ឈបាយបើគាត់ចង់ទៅវត្តរមជ្ឈបាយសុខចិត្តចំណាយលុយទៅជួលតុកអីឲ្យដឹកគាត់មួយអាទិត្យម្ដងហើយនៅផ្ទះរៀបអាសនៈរូបពុទ្ធទិញសភៅធម៌កាត់វ៉ែនតាជូនគាត់ដើម្បីឲ្យគាត់អានធម៌ណាគឺជាឱសថព្យាបាលមនុស្សចាស់ហើយពេលដែលគាត់រឹងមាំយើងនេះធូរហ្មងធូរបើគាត់វែងវ័នវិញមិនបាច់ថ្លៃទេគឺត្រូវតែខាតមនុស្សម្នាក់នៅថែទាំគាត់ឃើញទេអត់បានធ្វើការរស៊ីអីទេយ៉ាងសំខាន់ណាស់ហ្នឹងហើយ culture ខ្មែរយើងណាហើយមួយទៀតដោយលោកគ្រូឯកភាពតាមរស្មីដែរមហោបអាហារខ្មែរយើងក៏ជួយដែរជាពិសេសល្មៀតអាគ្រឿងល្មៀតនឹងវាជួយឲ្យគូក្បាលយើងល្អដែរហើយនឹងយើងចូលចិត្តញ៉ាំត្រីណាខ្មែរយើងពីដើមមកមិនសូវទេសាច់អីចានត្រីដោយសារម៉េចវាងាយវាថោកអាសឡអស់ហ្នឹងវាត្រូវគ្នានឹងត្រីសាច់ហ្នឹងកាលណាឥឡូវយើងសោកស្ដាយណាយើងអត់សូវសម្បូរដូចលើកមុនពីអពតណាលោកគ្រូអត់ចេះហើមទេអត់មានអង្គញ៉ាំទេប៉ុន្តែលោកគ្រូស្ងោរត្រីទាំងឆ្នាំងគ្រូបកាយបានណាស្ងោរម្ដងកន្លះឆ្នាំងហើយដួសតែទឹកថ្ងៃហត់ណាអត់ចេះហើមទេវាប្រូតេអ៊ីនហ្នឹងហើយអត់ចេះហើមទេស្គមមែនប៉ុន្តែអត់ចេះហើមប្រូតេអ៊ីនហ្មងចឹងមកសំខាន់ណាស់ណាសាច់ត្រីហ្នឹងគេឥឡូវយល់ហើយណាមួយទៀតខ្មែរយើងជនជាតិខ្មែរយើងមានថ្មិញរឹងមាំកំមកឃើញខ្មែរយើងណាដកថ្មិញចោលអស់ហើយដាក់ថ្មិញថ្មីដោយកូរ៉េដូចអីក្មេងៗណានៅក្មេងៗណាខ្មែរយើងមានថ្មិញរឹងមាំណាណាដឹងឯមូលហេតុអីចាស់គាត់ញ៉ាំស្លាមលូលោកគ្រូ មិនចាស់ហេឥឡូវគួរឯងក៏ដឹងអត់តែជនជាតិខ្មែររឿងចាស់បាក់ថ្មិញរឿងធម្មតាទេតែចាស់ទៅថ្មិញយកបាក់វាអីណាហើយវាអង្គើវាអីប៉ុន្តែរឹងមាំណាដឹងអីហ្នឹងហើយគេពិសោធន៍ឃើញនៅក្នុងទឹកស្ទឹងទន្លេយើងណាទឹកស្ទឹងទន្លេដែលជាប្រភពពីបឹងទន្លេសាបហ្នឹងធម្មតាបឹងទន្លេសាបវាបឹងធំហើយវាហូរចូលស្ទឹងទន្លេអីចឹងណាហើយយើងហងៃក៏ប្រើទឹកស្ទឹងទន្លេហ្នឹងដែរនៅក្នុងទឹកស្ទឹងទន្លេហ្នឹងវាមានជាតិ fluoride មានសារជាតិ fluoride ដែលជួយឲ្យធ្មេញរឹងមាំដែលយើងញ៉ាំតាំងពីតូចមកណាញ៉ាំទឹកហ្នឹងហ្នឹងឃើញទេញ៉ៃរស់នៅក្នុងប្រទេសខ្មែរ
យើងត្រូវដឹងឲ្យច្បាស់ប៉ុន្តែកុំយកថៃទៅធ្វើភ្លេឆៅអីណាប្រយ័ត្នណាអាណែមឆៅអីកុំសូវណាព្រោះហេតុអីព្រោះណែត្រីក្នុងទន្លេសាបហ្នឹងវាក្នុងសាច់វាណាមានពងសត្វល្អិតណាដោយសារម៉េចដោយសារដែលប្រជាជនដែលនៅតាមស្ទឹងទន្លេតាមអូអីហ្នឹងនាំគ្នាបត់ដៃបត់ជើងចូលស្ទឹងទន្លេម្ល៉េះហើយអាខ្លះកើតព្រូនកើតអីហ្នឹងអាពងសត្វហ្នឹងវាទៅតាមលិមកហើយត្រីវាទៅចឹកស៊ីទៅវានៅក្នុងសាច់ត្រីហ្នឹងអញ្ចឹងប្រយ័ត្នប្រយែងកុំធ្វើភ្លេឆៅធ្វើអីណាគឺចំអិនឲ្យឆ្អិនហ្នឹងហើយស្ងោរជៀនឲ្យឆ្អិនកុំធ្វើភ្លេតែញ៉ាំភ្លេត្រីឯងគេកោសសាច់ត្រីដោយប្រហិតណាហើយគេច្បាច់ក្រូចឆ្មាគេហាន់គល់លក្រីអីដាក់លាយទៅណាអាសាច់ត្រីហ្នឹងវាត្រូវក្រូចឆ្មាទៅវារៀងសហ្នឹងហើយគេដាក់ជីដាក់ម្ទេសហើយទៅគេញ៉ាំហ្នឹងហើយអាហ្នឹងអាចអត់ងាប់ទេអាពងសัตว์ហ្នឹងអត់ងាប់ទេចូលទៅខ្លួនយើងអញ្ចឹងបើយើងចង់ធ្វើភ្លេហ្នឹងយើងត្រូវចំអិនក្នុងខ្ទះឲ្យវាឆ្អិនសិនសំយកមកច្បាច់ក្រូចឆ្មាណាតែគេថាធ្វើអញ្ចឹងទៅលេងឆ្ងាញ់ហ្នឹងហើយអ្នកដែលគេចូលចិត្តណាអូខេតទៀតយើងហ្នឹងហើយយល់ខ្លះអូខេ guideline សម្រាប់ follower ស្វែងរកអ្វីដែលអ្នករំពឹងថានឹងធ្វើណាសម្រាប់អ្នកដើរតាមណាដោយផ្ដើមទទួលខុសត្រូវនឹងបញ្ហារក្សាការរាយការណ៍ទៅចវាយនាយអំពីការសម្រេចចិត្តរបស់អ្នកឃើញទេនឹងសម្រាប់បុគ្គលិកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានដែលអ្នកផ្ដល់ជូនទៅចវាយនាយលើកទឹកចិត្តចវាយនាយឲ្យផ្ដល់អនុសាសន៍ដ៏ស្មោះត្រង់ត្រឡប់មកអ្នកវិញអញ្ចឹងដើម្បីលើកទឹកចិត្តគាត់យ៉ាងម៉េចទោះបីរឿងហ្នឹងយើងដឹងក៏ដោយហ្នឹងហើយយើងត្រូវស្ដាប់គាត់លើកទឹកចិត្តគាត់ណាហ្នឹងហើយមួយទៀតតើយើងចេះវិធីសាស្ត្រក្នុងការស្ដាប់ឲ្យអត់មនុស្សប្រកែស្ដាប់គឺប្រកែតាក់ទែងឲ្យគេនិយាយតើធ្វើយ៉ាងម៉េចដើម្បីតាក់ទែងឲ្យគេនឹងចូលចិត្តនិយាយប្រាប់យើងណាមនុស្សអត់ចូលចិត្តឲ្យយើងនិយាយប្រាប់គេទេចូលចិត្តឲ្យយើងស្ដាប់គេមែនទាំងអស់គ្នាដូច្នេះយើងត្រូវមានវិធីសាស្ត្រក្នុងការស្ដាប់ចុះស្អីទៅវិធីសាស្ត្រក្នុងការស្ដាប់អ្វីទៅដែលហៅថាមនុស្សដែលប្រកែស្ដាប់មើលនរណាដឹងយើងមិនមែនស្ដាប់ធ្វើថ្មឹងអត់ទេយើងស្ដាប់បដាយើងធ្វើសញ្ញាភ្ញាក់ផ្អើលបដាឃើញទេបើអង់គ្លេសវិញគេចាថាធ្វើវ៉ាវតែខ្មែរយើងអូដល់ម្លឹងអូអត់ដែលដឹងសោះខ្ញុំយីគួរតែសើមកហើយដឹងរឿងច្រើនណាឃើញទេអញ្ចឹងហើយដែលតាក់ទែងគេឲ្យប្រកែនិយាយឲ្យយើងស្ដាប់ហ្នឹងហើយចាសម្រាប់ថ្នាក់លើយើងវិញអត់ដែរគឺយើងទទួលយកងក់ក្បាលទោះបីរឿងហ្នឹងយើងដឹងហើយក៏ដោយយើងកុំមកណាហើយមួយទៀតយើងអាចធ្វើការភ្ញាក់ផ្អើលខ្លះអរគុណបងហើយដែលបានជួយប្រាប់ពីមុនខ្ញុំអត់ដឹងសោះយីកុំបានបងជួយបំភ្លឺកុំអីខ្ញុំនៅតែអត់ដឹងឃើញទេចឹងបានខំជឿក៏ថាម៉េចភាពស្មោះត្រង់ពេលខ្លះមានតែស្រមោលហ្នឹងហើយបើគេនិយាយប្រាប់ទៅថាអូខ្ញុំមិនថាដឹងប៉ុណ្្នឹងទេខ្ញុំដឹងលើសនឹងទៀតគេឈប់ហ៊ាននិយាយហើយត្រូវចាំមនុស្សចូលចិត្តឲ្យយើងស្ដាប់គេនិយាយហ្នឹងហើយអញ្ចឹងបើយើងអ្នកបកកាយស្ដាប់គេចូលចិត្តនិយាយណាឲ្យតែឃើញយើងបោលមកហើយដើម្បីមកនិយាយយើងស្ដាប់
ព្រោះតែពេលដែលគេនិយាយមកគឺយើងហ្នឹងគឺជាអ្នកបកកែលើកទឹកចិត្តគេហ្មងអាហ្នឹងអញ្ចឹងគេចូលចិត្តយើងហ្មងអូខេមេអញ្ចឹងចប់ប៉ុណ្ណឹងឥឡូវនរណាថ្ងៃនេះមិនដែរមេរៀនយើងនឹងមានប្រយោជន៍អត់នៅក្នុងកន្លែងការងារយើងមានប្រយោជន៍ទេបាទគ្រូមាន មើលរស្មីមេរៀនយើងថ្ងៃហ្នឹងជួយអីខ្លះដល់កន្លែងការងារយើងមើលជួយបញ្ចេញដល់តិចមើល បាទជួយច្រើនជាពិសេសដែលតកតងជាមួយនឹងការលើកទឹកចិត្តខ្លួនឯងតកតងជាមួយនឹងការរបៀបនៃការដឹកនាំទៅមិនខ្លាចជាអ្នកដឹកនាំល្អនិយាយគេស្ដាប់ហើយនឹងដូចចំណុចដែលលោកគ្រូបានលើកឡើងនៅចំណុចចុងក្រោយនេះគឺតកតងជាមួយនឹងការស្ដាប់ជាមួយនឹងការ feedback ទៅកាន់អ្នកដែលបាននិយាយវិញដើម្បីជំរុញនៅ communication ហ្នឹងឲ្យកាន់តែមានភាពស្និទ្ធស្នាលឬក៏អាចថា communication របស់យើងហ្នឹងកាន់តែល្អជាងមុនចឹងហ្នឹងគឺជាចំណុចដែលអាចថាជួយនៅក្នុងកន្លែងការងារនេះហ្នឹងហើយមានអីទៀតអស់ហើយខ្ញុំមានប៉ុណ្ណឹងលោកគ្រូសូមឲ្យគ្នាយើងចូលរួមម្ដងបាទដល់ណាទៀតមើលជួយកន្លែងការងារយ៉ាងម៉េចទេណាយើងដូចថាបានទទួលក្នុងថ្នាក់នេះទៅយើងតាំងចិត្តថាអាចជួយកន្លែងណានៅការងារយើងណាមើលមកនាំគ្នានិយាយម្នាក់តិចមើលកុំឲ្យចាំបាច់គ្រូប្រាប់គ្រូហៅធ្វើអញ្ចឹងមកគេហៅ leadership ហ្នឹងណាមាន leadership ហើយជាដំណាំគ្នាចា សម្រាប់ខ្ញុំចាប់អារម្មណ៍ចំណុចតែលោកគ្រូទៅជ័យតាក់ទងជាមួយនឹងគណៈតំណងរបស់ថ្នាក់លើថ្នាក់ក្រោមហើយនៅពេលដែលមានបញ្ហាកើតឡើងហ្នឹងគឺយើងត្រូវតែព្យាយាមវិភាគទាំងចំណុចខាងក្នុងនិងចំណុចខាងក្រៅដើម្បីយើងដឹងថាម្នាក់ហ្នឹងគាត់ធ្វើការងារបានល្អហ្នឹងដោយសារអីគាត់ធ្វើការងារមិនបានល្អហ្នឹងដោយសារអីអញ្ចឹងយើងត្រូវតែចំណាយពេលក្នុងការគិតនិងពិភាក្សាសិនកុំឲ្យយើងចេះតែសម្រេចចិត្តភ្លាមធ្វើឲ្យមានបញ្ហាអីអញ្ចឹងណាគ្រូហើយមួយទៀតហ្នឹងដូចជាយើងអាចលើកទឹកចិត្តពួកគាត់ឲ្យយល់ហើយសម្ដីមួយទៀតដែលខ្ញុំចាប់អារម្មណ៍លោកគ្រូនិយាយហ្នឹងគឺពេលយើងចូលធ្វើការគឺយើងអត់ត្រូវយកអត្តចរិតរបស់យើងហ្នឹងទៅកន្លែងធ្វើការដោយដែលពេលខឹងពេលអីចាស់កំហឹងទៅលើអ្នកដទៃប៉ុន្តែយើងយកអត្តចរិតរបស់ការងារជាធំនឹងលោកគ្រូអរគុណច្រើនថ្ងៃអរគុណមានអីទៀតដែរអ្នកដទៃមកចឹងមកថ្នាក់មាន2នាក់មើលថា leadership បន្តិចមើលកុំចាំឲ្យគ្រូហៅហ្នឹងហើយ leadership មានន័យថាភ្ញាក់រលឹកខ្លួនឯងណាតើតើយើងហ៊ានបញ្ចេញបានយើងនឹងចាំបានល្អហើយយើងនឹងយកទៅអនុវត្តបានហើយយើងជាសង្ងំទៅយកទៅខ្ញុំចាំបានលោកគ្រូថា leadership ខ្មែរយើងប្រើពាក្យមួយថាមានចិត្តអញ្ចឹងបើសិនហ្នឹងហើយអ្នកមានចិត្តចូលរួមហ្នឹងហើយយើងត្រូវមានចិត្តណាទាំងអស់គ្នាកុំខ្លាចកាលណាយើងខ្លាចយើងអត់សូវបានចងចាំទេហើយគ្រូក្បាលយើងអត់សូវដើរដូចមិញអញ្ចឹងហើយកាលណាយើងទិញធោច្រើនគ្រូក្បាលរឹងមាំកាលណាយើងនិយាយច្រើនគ្រូក្បាលយើងក៏រឹងមាំដែរហើយពេលប្រឡងពេលអីយើងអត់ខ្វះពេលសរសេរតែដល់ពេលយើងអត់សូវបាននិយាយអត់សូវបានគិតពេលសរសេរអីសេតែមួយក្លេអស់លីងសេអត់ចាញ់ទេណានឹងអញ្ចឹងមានប្រយោជន៍ណាតោះណាទៀតនាំគ្នាផលឡើងជំរាបសួរលោកគ្រូខ្ញុំសូមចូលរួមបន្តិចបាទលោកគ្រូត្រង់ចំណុចពាក្យលោកគ្រូដែលបាននិយាយមុននឹងតកតងនឹងការស្ដាប់ខ្ញុំនៅឃើញដល់ការ trend ដែលជាយើងសប្តាហ៍ថ្ងៃដូចជាក់ស្ដែងដូចខ្ញុំធ្វើការនៅកន្លែងសប្តាហ៍ថ្ងៃនេះ
យើងមានវគ្គ train បន្ថែមគឺតកតនឹង effective នៃការ listening និង feedback អញ្ចឹងតតែការ listening យើងហ្នឹងបានល្អមានការស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់ដោយបញ្ចេញសញ្ញាដោយលោកគ្រូបាននិយាយមុនហ្នឹងទើបយើងអាច feedback ទៅឲ្យ team យើងឬក៏បកស្រាយឬក៏បញ្យល់ទៅឲ្យពួកគាត់វិញឲ្យបានច្បាស់លាស់ជួនកាលវាជា communication មួយដែលបើសិនយើងស្ដាប់មិនយកចិត្តទុកដាក់អា communication ហ្នឹងយើងផាសទៅឲ្យ team យើងក៏អត់បានគ្រប់គ្រាន់ 100% ដែរលោកគ្រូអរគុណលោកគ្រូ ហ្នឹងហើយប៉ុន្តែមិញលោកគ្រូនិយាយពីនៅក្នុង team យើងពេលខ្លះនៅក្នុងការងារការស្ដាប់យើងមានលក្ខណៈប្លែកពីនៅខាងក្រៅណាយើងអញ្ចឹងអានេះយើងត្រូវចេះថ្លឹងថ្លែងមើលទៅតើការស្ដាប់របស់យើងនៅខាងក្រៅហ្នឹងវាមានប្រយោជន៍អត់ជួនកាលយើងកាន់តែរបៀប coffee break អីណាអាហ្នឹងអត់អីទេយើងស្ដាប់បដាភ្ញាក់ផ្អើលបដាទៅលើកទឹកចិត្តអ្នកដែលគេខំនិយាយទៅណាបើចង់ពិសោធន៍ណាប៉ុន្តែនៅក្នុង team យើងស្ដាប់វិទ្យាទុកណាប៉ុន្តែដូចគ្នាដែរមិនខុសទេដោយសុជាតានិយាយអញ្ចឹងពេលដែលសមាជិក team ណាបញ្ចេញយោបល់មកគឺយើងគួរលើកទឹកចិត្តគាត់ទោះបីពេលខ្លះខុសខ្លះក៏ដោយប៉ុន្តែយើងនៅតែលើកទឹកចិត្តគាត់ដើម្បីម៉េចដើម្បីតាក់ទងគាត់ឲ្យគាត់ហ៊ាននិយាយថ្ងៃក្រោយតែបើសិនជាគាត់និយាយខុសអីតន្តិចយើងជាតែព្យាយាមបង្អាក់គាត់ព្យាយាមបន្ទោសគាត់ព្យាយាមបង្អាប់គាត់អូអាហ្នឹងថ្ងៃក្រោយអត់មានណាហ៊ាននិយាយណាហ្នឹងអញ្ចឹងណាឧទាហរណ៍មួយទៀតបើចង់ឲ្យបុគ្គលិកហ៊ាននិយាយពេលដែលគាត់ធ្វើខុសយើងកុំបន្ទោសគាត់ហ្នឹងហើយអាហ្នឹងមានរឿងណាគឺថាដោយសារតែឃើញមេនឹងកាយពេកខុសបន្តិចអត់បានអានោះរាយការណ៍កុហករហូតដល់ពេលមានអីលទ្ធផលចុងក្រោយទឹកភ្នែកហើយជាឆ្ងល់ថាវារាយការណ៍មកល្អម៉េចប៉ុន្តែចុងក្រោយមិនក៏អញ្ចឹងថានរណាហ៊ាននិយាយបើនិយាយអីឃើញខុសទៅបន្តិចមេវត្តកណ្ដាលចំណោមអញ្ចឹងអាណាហ៊ានអញ្ចឹងទៅវាដាក់ល្អទៅដល់ពេលចុងក្រោយមានអីកែលែងរួចអានឹងអញ្ចឹងណាដូច្នេះបទពិសោធន៍នឹងមួយលោកគ្រូអត់និយាយចំទេគាត់និយាយប៉ុណ្ណឹងយើងយល់ហើយបទពិសោធន៍នឹងមួយដូចថាពេលដែលយើងកុំតក់កុហលកុំ anxiety ពេកពេលដែលឃើញបុគ្គលិកគាត់ខុសគាត់អីគឺយើងព្យាយាមសង្កត់ចិត្តទប់ចិត្តហើយរមមធ្យោបាយនិយាយជាមួយគាត់វិញអញ្ចឹងយើងឃើញណាគឺឲ្យអ្វីដែលគាត់រាយការណ៍មករបាយការណ៍របស់គាត់គឺរបាយការណ៍យ៉ាងម៉េចគឺយ៉ាងនោះណាថងហ្មងអាហ្នឹងឯងដែលធ្វើអត់ឲ្យគ្រោះថ្នាក់នឹងបែបហ្នឹងអញ្ចឹងអាកាលដែលយើងចង់លើកទឹកចិត្តឲ្យគេនិយាយគឺយើងអាសាលើកទឹកចិត្តតសើណាអាហ្នឹងអញ្ចឹងឯងគ្មានអីទេណាដោយសងវ៉ាសងអញ្ចឹងណារឿងបារាំងណាសងវ៉ាសងហ្នឹងគឺជាមេចៅជាចៅដំបូងគាត់មានក្មួយកំព្រែ5នាក់នៅក្នុងបន្ទប់គាត់ពេលដែលរដូវធ្លាក់ទឹកកកហ្នឹងក្មួយគាត់ដាច់បាយអត់មានអីញ៉ាំទេគាត់មិនដាច់ចិត្តឃើញក្មួយគាត់វេទនាគាត់ដើរចូលទៅទីក្រុងហើយទៅហាងនំប៉័ងដាល់កញ្ចក់ទូហាងទូនំប៉័ងប្រមូលនំប៉័ងមកសាពេឲ្យរត់យកមកឲ្យក្មួយកាន់តែឲ្យនំប៉័ងមកក្មួយភ្លាមប៉លិសមកដល់ដែរចាំគាត់គេដាក់គុកគាត់3ឆ្នាំប៉ុន្តែទៅដាក់បានប្រហែលខែគាត់បកែគាត់កាយដីគុកនឹងលួចរត់ចេញដើរមកតាមផ្លូវយប់
từng dục á là ngày đó phải bị hè muối có cho từ sông pha đơ snạn này mà dục sẵn của đà tới khải lô miền và ly miền ấy á cái hàng xú á pha đơ nó còn nó tới snạn nơi cái nông vật tục đời miền là chan năng phê miền tầm lái á thơ sẽ là bị cương bạc xong và giọng nó khơi nào ở cả lọ mà đó là cứ tha của một bàn nâng cứ tha vô từ lộ đang ở bàn lui chờ mà của một đạn mà sập phê thống lui rồi tay từng chục tiền lui vô tới đào đó vẽ cái đá lấy và lý khơi chạm hơi chai mơ khơi sẽ là bỏ ra vì hè chạm vô mà oi pha đơ nâng bình mà đó pha đơ nó slide tham mạch vậy Atma trên nệm bạc quần nó thơ tiền này là ngài con mình lui chứ vậy là ngay xong bà giọng nhẹ luôn á khom thơ ca rosi đầm bay vô lôi thì chui nẹ cỏ là hô đó còn khai chia tầm nàng ra là ngài khai chia sầm mai chất sập hề chẳng cái nấu riêng đến cái ọp rôm nhưng ta ông bơ hăng xa mình ai đó sẽ qua nhà bàn này cứ miền tại ca sần đầu chẳng á là chắc dân xa là bon từ chụp môi thêm sầm mai chất thêm nhớ á xa là bon rồi nâng á lợt cực chặt miền ấy tia đấy bây giờ mà miền ấy là nam miền ấy thế miền cùng đất ấy tia ai chui cái lại càng nghe dân bàn chúng ta là lực khô này dễ ọt bàn còn tái dân chạm vô cùng đất nâng từ vì phệ thải có bàn đài chẳng sầm khăn là lời giỡn á là đôi giờ họ ngay chân bùi giỡn á men chùm nên cục cái này chùm nên xem cái này tiền có thể họ là cái nông thân nạ mỗi cái việc bắt đầu chỉ nè chùm nên chán nè là cái nông nè ai cứu con nó bằng hàng tray muối vậy là nơi cái nông bây giờ cụ bằng hàng tray muối này và thêm là bón đó nông thân nạ nâng nè đại miền chùm nên cả chi và cám còn kết này thơ mấy vịt cho thầy nâng ở rồi bàn chú đồng bày đặt vô từ lộ ở bàn ngày nét đại miền chùm nên khang kỳ mì chọn vô tray nâng tới vì sao mà thật không sạch tray nâng về miền xa chết protein ấy khá đồng bày vô tập xài nét đại miền chùm nên khang chua lọc hò chọn vô tray nâng từ họ bạc cắt pu đồng bày ở về xài phê cầu nó tỏ từ bàn dù có vậy anh nâng chân là cụ đạt mì mùi chân của dân nòm cái này vô từ vì phê từng ọ cái này tới từ tam chùm nền bọc luôn vô lên mình nâng toàn này toàn ở bắt một tuần là ngày nâng bài nâng nó mình bay là cô gì ấy dân chơi vô tập lần mùi nâng ăn bạc cái là ngày miền pa nhà ấy thì đấy bây giờ miền ăn miền đấy đang ngay ăn theo sầm mè cho cô còn đang đây dân có heo đó chăm là cô nhà video clip lẹ ơi bạn ở con của Cha con cha đi cầu nhịp liền chủ điểm liên là khẩu bạn chỉ nhìn lên con người như là cô bạn đọc con cha bạn nhìn lên